ច័ន្ទក៏បានចូលក្បែរលោកចៅហ្វាយស្រុកបន្តិចរួចក៏បានខ្សឹបថាគាត់មិនមែនជាឈ្មួញទិញទេលោកម្ចាស់គាត់មិនដែលខ្វល់ពីរឿងហ្នឹងទេចៅហ្វាយស្រុកនេះក្មេងណាស់អញ្ចឹងច្បាស់ណាស់ថាវាមិនល្អអីទេបើអញ្ចឹងខ្ញុំមិនអាចឲ្យអ្នកស្រុករស់នៅដោយពិបាកទេខ្ញុំមានតែបំពល់វាឲ្យស្លាប់តែម្ដងទៅចាប់បៃតងផងដែរក៏បានស្ដាប់ឮនៅអ្វីដែលនីច័ន្ទនិយាយទាំងអស់តែបរិះនេះចង់ធ្វើអ្វីមិនល្អចំពោះលោកចៅហ្វាយស្រុកនោះលោកម្ចាស់មើលនោះពួកគេមុខជាចោលដល់ប្លន់អ្នកស្រុកនិងសម្លាប់អ្នកស្រុកមិនខានទេខ្ញុំទៅចាប់ពួកគេសិនអត់ទេឈប់សិនរឿងនេះគ្មានចោលមកលួចនិងសម្លាប់ទេនេះគឺជាការរៀបចំឡើងរបស់អ្នកណាម្នាក់តែប៉ុណ្ណោះរៀងចៅហ្វាយស្រុកថ្មីមានតំបន់មួយកន្លែងល្បីថាមានរឿងអយុត្តិធម៌ច្រើនណាស់នេះក៏ព្រោះតែលោកចៅហ្វាយស្រុកដឹកនាំមិនល្អឬក៏ព្រោះតែអ្នកស្រុកគ្មានការសាមគ្គីនោះនៅតាមផ្លូវហើយខ្ញុំដូចជាល្វើយណាស់មិនដឹងតែស្រុកសុកសាននៅប្រមាណគីឡូទៀតទេសម្បត្តិគឺជាចៅហ្វាយស្រុកថ្មីហើយគាត់ក៏ត្រូវមកដឹកនាំស្រុកសុកសានបន្តផងដែរតែថាការធ្វើដំណើរហត់ពេកគាត់ក៏បានសម្រាកនៅក្រោមដើមឈើធំមួយបរិះនោះគឺជាមនុស្សដែលមានលក្ខណៈល្អណាស់បើបែបនោះគាត់មុខជាអាចដឹកនាំស្រុកបានល្អមិនខាននោះទេចាប់បៃតងនិយាយហើយវាក៏ស្រាប់តែចុកទ្រូងមួយរូបពេកចុកណាស់តើមានរឿងអីចេះចាប់បៃតងហេតុថាចុកទ្រូងពេកវាក៏បានធ្លាក់មកនៅចំពោះមុខសម្បត្តិតែម្ដងជួយផងជួយខ្ញុំផងបានចាំខ្ញុំជួយឯងចុះខ្ញុំក៏មានថ្នាំខ្លះដែរសម្បត្តិបានជួយកូនចាបយ៉ាងយកចិត្តទុកដាក់ទីបំផុតចាប់បៃតងក៏បានជាសះស្បើយឡើងវិញខ្ញុំអរគុណលោកណាស់លោកចៅហ្វាយស្រុកថ្មីហាមិនក៏ឯងដឹងតែខ្ញុំជាចៅហ្វាយស្រុកយ៉ាងនេះខ្ញុំរស់នៅចិត្តនេះយូរហើយឲ្យតែបរិះដែលមានលក្ខណៈបែបនេះមកជាចៅហ្វាយស្រុកហើយតែថាគ្រប់ចៅហ្វាយស្រុកទាំងអស់គឺមានតែលោកទេដែលយល់សេចក្តីភាសាខ្ញុំបានមែនហើយខ្ញុំមិនចាប់អារម្មណ៍សោះថាខ្ញុំអាចស្ដាប់យល់ន័យនឹងឯងបានប៉ាត់ហើយលោកមុខជាពូកែណាស់ហើយអត់ទេខ្ញុំមិនពូកែទេតែថាចាប់តូចតើឯងស្គាល់ចៅហ្វាយស្រុកគ្រប់ចំនួនមែនទេចាគឺមែនហើយបើបែបនោះមានន័យថាឯងអាយុច្រើនជាងខ្ញុំឆ្ងាយណាស់មិនមែនចឹងទេតែមកពីលោកចៅហ្វាយស្រុកនេះគឺបដូរញឹកញាប់ពេកហើយណាលោកអូបានតែមិនក៏បដូរអញ្ចឹងត្រូវហើយខ្ញុំទៅរកអាហារសិនណាទំនេរកាលណាខ្ញុំទៅលេងលោកម្ចាស់ចាស់ចាំជួនគ្នានោះដែរក៏មានបរិះម្នាក់បានដើរមកដល់និងបាននិយាយថាលោកតើលោកជាចៅហ្វាយស្រុកថ្មីមែនទេបានគឺខ្ញុំនេះហើយតើលោកជាខ្ញុំឈ្មោះច័ន្ទហើយក៏ជាជំនួយការនៅសាលាស្រុកដែរខ្ញុំមកនេះក៏មកទទួលដំណើរលោកម្ចាស់ដែរអូអញ្ចឹងអរគុណហើយណាច័ន្ទបើអញ្ចឹងតោះពួកយើងទៅមុខទៅបានសូមអញ្ជើញទៀតលោកចៅហ្វាយស្រុកថ្មីនិងច័ន្ទបានធ្វើដំណើរអស់ពេលមួយសន្ទុះធំលឺយល់ថាល្វើយពេកលោកចៅហ្វាយស្រុកសម្បត្តិក៏បាននិយាយថាច័ន្ទពួកយើងចិត្តដល់ហើយមែនទេបានគឺសល់តែប្រមាណគីឡូទៀតទេនឹងទៅដល់ស្រុកសុកសានហើយលោកម្ចាស់បើអញ្ចឹងពួកយើងសម្រាកនៅទីនេះសិនចុះលោកម្ចាស់សម្រាកសិនទៅខ្ញុំទៅរកផ្លែឈើសិនណាហ្នឹងហើយទៅចុះនីច័ន្ទបានដើរមកដល់ទី1គាត់ក៏បាននិយាយនឹងខ្លួនឯងថាចៅហ្វាយស្រុកនេះក្មេងណាស់អញ្ចឹងច្បាស់ណាស់ថាវាមិនល្អអីទេបើអញ្ចឹងខ្ញុំមិនអាចឲ្យអ្នកស្រុករស់នៅដោយពិបាកទេខ្ញុំមានតែបំពល់វាឲ្យស្លាប់តែម្ដងទៅចាប់បៃតងផងដែរក៏បានស្ដាប់ឮនៅអ្វីដែលនីច័ន្ទនិយាយទាំងអស់តែបរិះនេះចង់ធ្វើអ្វីមិនល្អចំពោះលោកចៅហ្វាយស្រុកនោះថ្ងៃនោះនីច័ន្ទបានយកផ្លែឈើមួយចំនួនរួចក៏បានលីថ្នាំពុលដាក់ទាំងអស់តែម្ដងតែបរិះនោះពិតជាបានលីថ្នាំពុលលើផ្លែឈើមែនទេលោកកុំធ្វើបែបនេះឲ្យសោះណាបើបានជាគ្មានចៅហ្វាយស្រុកណាល្អផងខ្ញុំមិនទុកឲ្យគេគៀបសង្កត់អ្នកស្រុកទេនីច័ន្ទបានលីផ្លែឈើពុលរួចរាល់ហើយគាត់ក៏បានយកទៅឲ្យលោកចៅហ្វាយស្រុកថ្មីនិងបាននិយាយថាលោកចៅហ្វាយស្រុកផ្លែឈើនេះល្អណាស់សូមលោកម្ចាស់ហូបចុះ
អរគុណហើយណាច័ន្ទ ឈប់សិនលោកច្បាយស្រកកុំហូបអីណាផ្លែឈើនោះមានជាតិពុលទេប្រុសបរោះនោះបានដាក់ជាតិពុលលោកសម្លឹងមើលឲ្យបានដិតដល់ទៅចោះនឹងបានឃើញហើយ អញនិយាយនេះជាការពិតទេតើមានអីមែនទេលោកច្បាយស្រុកផ្លែឈើមិនស្រស់មែនទេបានជាលោកមិនហូបអញ្ចឹងនោះអូមិនមែនទេតែខ្ញុំសុំសួរច័ន្ទមួយសំណួរបានទេបាទមានអីសួរបានតាលោកសួរមកចុះហេតុអីបានជាច័ន្ទចង់សម្លាប់ខ្ញុំបែបនេះហាថាម៉េចខ្ញុំអត់មានអំណងមិនល្អអីទេផ្លែឈើនេះសុទ្ធតែមានជាតិពុលតែច័ន្ទមានគំនុំអីមែនទេបានជាច័ន្ទធ្វើបែបនេះអញ្ចឹងនោះមែនបើបានជាដឹងហើយខ្ញុំនឹងមិនទុកលោកទេងាប់ទៅអេឈប់សិនអញនិយាយសិនមកថាហេតុអីបានជាធ្វើបែបនេះកន្លងមកគ្មានចវាយស្រុកណាល្អទេគ្រប់ចវាយស្រុកទាំងអស់សុទ្ធតែមានការលោភលន់គៀបសង្កត់គ្មានយុត្តិធម៌ឡើយបើដូច្នេះលោកក៏ដូចគ្នាដែរហេតុនេះច័ន្ទក៏ស្អប់នឹងចង់សម្លាប់ចវាយស្រុកចោលមែនទេហ្នឹងហើយមែនហើយច័ន្ទនិយាយមកមើលតើស្រុកសុកសានមិនសុកសានដូចឈ្មោះទេមែនទេអ្នកមានមើលងាយអ្នកក្រហើយអ្នកមានតែងតែធ្វើបាបអ្នកក្រចំណែកចវាយស្រុកគ្រប់រូបសុទ្ធតែលោភលន់ចង់បានលៀបសក្ការៈណាស់កន្លងមកខ្ញុំបានដឹងថាចវាយស្រុកចំនួនមុនសុទ្ធតែត្រូវបានគេសម្លាប់តើនេះក៏មកពីច័ន្ទដែរមែនទេមែនខ្ញុំគឺជាអ្នកសម្លាប់ព្រោះខ្ញុំមិនចង់ឃើញអ្នកស្រុកមានទុក្ខដោយការជិះជាន់នោះទេអូបើអញ្ចឹងខ្ញុំយល់ហើយជឿខ្ញុំចុះខ្ញុំនឹងមិនឲ្យអ្នកស្រុករស់ដោយវេទនានោះទេខ្ញុំជឿលោកម្ដងចុះបើភូមិនេះបានសុខអ្នកសាងបាបក៏ជាប់ទោសខ្ញុំនឹងដើរចូលគុកដូចគ្នាខ្ញុំមិនកិច្ចខ្លួនពួនចាំសម្រាប់ចវាយស្រុកថ្មីទៀតទេមកជាមួយខ្ញុំមកហើយជួយធ្វើការខ្ញុំមិនចាំបាច់នៅទីនេះទេមិនបានទេខ្ញុំមិនស្គាល់អ្នកណាទេបានច័ន្ទខ្ញុំទុកចិត្តជាងមកធ្វើការជាមួយខ្ញុំមកខ្ញុំមើលមនុស្សមិនខុសទេបានតែបើឃើញលោកថាមានចិត្តលោភលន់ចង់បានលៀបសក្ការៈជន់ឈ្លីភាពស្មោះត្រង់ខ្ញុំនឹងសម្លាប់លោកភ្លាមល្អណាស់ដល់ពេលនោះច័ន្ទសម្លាប់ខ្ញុំចុះនិយាយគ្នាហើយសម្បត្តិក៏បានទៅដល់ស្រុកសុកសានបន្តហើយមិនយូរនោះទេពួកគេក៏បានទៅដល់សាលាស្រុកនៃស្រុកសុកសានដោយបំណងជំរាបសួរលោកចវាយស្រុងបានជំរាបសួរពូតើពូមានការអីមែនទេបានជាមកទាំងព្រលឹមដូចនេះគឺថាខ្ញុំមានអំណោយចង់ជូនលោកនឹងណាមាសប្រាក់ទាំងនោះលោកយកទៅចុះពូមាសប្រាក់នេះច្រើនពេកហើយបើពូឲ្យខ្ញុំតើពូចង់បានអ្វីទៅវិញមែនទេលោកចវាយស្រុងលោកកុំយល់ច្រឡំអីណាខ្ញុំគ្រាន់តែចង់ជូនលោកជាអំណោយក្នុងន័យអបអរថ្ងៃចូលកាន់តំណែងតើអូបើអញ្ចឹងខ្ញុំសូមអរគុណទឹកចិត្តលោកពូហើយច័ន្ទប្រមូលទុកទៅហើយត្រូវកត់ត្រាផងណាថានេះជាទឹកចិត្តដ៏ធំធេងរបស់ពូផាន់បានលោកចវាយស្រុងបើលោកត្រូវការអីក៏ប្រាប់មកចុះខ្ញុំជួយបាននឹងជួយមិនឲ្យលោកពិបាកអ្វីទាំងអស់បានអរគុណហើយពូផាន់ប្រគល់អំណោយហើយក៏បានចាក់ចេញចំណែកនីច័ន្ទក៏បានខឹងនិងបាននិយាយថាតាមពិតទៅលោកក៏មានចិត្តលោភលន់ដែរមិនបានជាលោកទទួលយកសំណូកនេះអញ្ចឹងនេះមិនមែនជាសំណូកទេខ្ញុំបានប្រាប់ហើយតើថានេះជាអំណោយទឹកចិត្តប៉ុណ្ណោះតែអំណោយទាំងនេះមុខជាចង់បានសំណងជាមិនខានទេឲ្យតែយើងបានកត់ត្រាទុកថានេះជាអំណោយនិងមិនមែនជាការទិញទឹកចិនតែប៉ុណ្ណេះគឺបានហើយតែលោកកំពុងតែបង្ហាញខ្ញុំថាលោកជាមនុស្សលោភលន់ហើយណាតើបរិសនោះធ្វើការរកស៊ីអីទៅបានជាគេមានខ្លាំងម្ល៉េះគេជាអ្នកមានជាងគេនៅទីនេះតែមិនដឹងថាបានប្រាក់មកពីណាខ្លះទេតែមិនសំខាន់ទេលោកកុំពង្វាយរឿងអីឯងថាអ្នកស្រុកក្រីក្រណាស់មែនទេមែនហើយលោកដូចជាពង្វាយរឿងមាសប្រាក់នេះរហូតច័ន្ទឯងជួយនិយាយសង្ខេបមកមើលថាតើហេតុអីបានជាបរិសនោះគេមានជាងគេម្ល៉េះហើយសភាពការរស់នៅអ្នកស្រុកយ៉ាងម៉េចដែរគឺម្នាក់ធ្វើស្រែលក់មិនបានថ្លៃហើយម្នាក់មិនសូវបានរៀនសូត្រអីទេចុះសន្តិសុខវិញនោះតើមានសុវត្ថិភាពដែរទេពេលថ្ងៃអ្នកស្រុកធ្វើការចំណែកពេលយប់កាលណាក៏មានចៅគ្រប់ច្រកល្ហកម្នាក់ចូលផ្ទះមិនហ៊ានចេញទេបើចេញចៅនឹងសម្លាប់ទាំងអស់
បើអញ្ចឹងចាន់យកមាសទាំងអស់នេះទៅទុកសិនទៅអត់ទេខ្ញុំមិនប៉ះពាល់មាសទាំងនោះទេវាមុខជាសំណុកហើយធ្វើតាមខ្ញុំសិនទៅមិនយូរទេឯងនឹងយល់ហើយឯងកុំប្រកែកបើគេយកមកត្រូវទទួលទាំងអស់រួចចុះបញ្ជីថានេះជាការឲ្យដោយមិនសមសំណងផងដែរតែបើទទួលរហូតមិនខុសអីពីការទទួលយកការជាពាក់ទឹកចិត្តទេខ្ញុំដឹងតែយើងក៏បានចុះបញ្ជីទៅហើយតើធ្វើតាមខ្ញុំសិនទៅមិនយូរទេអ្នកភូមិនឹងមិនរស់នៅដោយបារម្ភទៀតឡើយបានខ្ញុំជឿលោកម្ដងទៀតចុះវេលាកន្លងទៅថ្ងៃមួយនោះលោកចៅវាយស្រុកបានយកប្រាក់ដែលទទួលបានពីការជូនទៅទិញដំណាំអ្នកស្រុកព្រមទាំងឲ្យកម្រៃខ្ពស់ទៀតផងហេតុនេះអ្នកភូមិក៏បានរីករាយជាខ្លាំងលោកចៅវាយស្រុកខ្ញុំរីករាយណាស់ខ្ញុំតំណាងឲ្យអ្នកស្រុកមកអរគុណលោកមិនអីទេមីងហើយមីងជួយប្រាប់គ្រប់គ្នាផងថាគ្រប់គ្នាត្រូវខំធ្វើស្រែចម្ការបន្តទៀតនិងកុំបារម្ភថាស្រុកនេះគ្មានឈ្មួញឲ្យតម្លៃខ្ពស់ឲ្យសោះចាបើអញ្ចឹងខ្ញុំលាហើយលោកចៅវាយស្រុកល្បីតខែនេះលោកបានជួយទិញផលដំណាំអ្នកស្រុកក្នុងតម្លៃខ្ពស់មែនទេបាទគឺមែនហើយពូតើពូមានការអីមែនទេគឺខ្ញុំមិនចង់ឲ្យលោកធ្វើបែបនេះសោះព្រោះពួកឈ្មួញគេមកទិញតែរហូតនឹងមិនសមថារំខានដល់លោកទេអូមិនអីទេពូម្យ៉ាងខ្ញុំមិនដែលឃើញថាមានឈ្មួញចុះមកផងនឹងគេមកអន្តើគ្រាន់តែលើកនេះរឿងយូរបន្តិចម្យ៉ាងខ្ញុំក៏អាចជួយទិញពួកគេបានដែរពូក៏បានឲ្យតម្លៃខ្ពស់សម្រាប់ពួកគាត់ដែរមែនទេរឿងនេះប្រកាសហើយតម្លៃផលផ្សេងខ្ញុំមិនដែលឲ្យទាបទេហើយក៏នាំចេញទៀតផងដែរអូបើអញ្ចឹងមែនអរគុណពូណាច័ន្ទក៏បានចូលក្បែរលោកចៅវាយស្រុកបន្តិចរួចក៏បានខ្សឹបថាគាត់មិនមែនជាឈ្មួញទិញទេលោកម្ចាស់គាត់មិនដាខ្វល់ពីរឿងហ្នឹងទេថាទៅខ្ញុំក៏ចង់សុំលោកចៅវាយស្រុកដែរព្រោះខ្ញុំក៏ជាឈ្មួញបើលោកទិញអស់ខ្ញុំដាច់ផ្លូវរកស៊ីមិនខានទេចំពោះរឿងនេះខ្ញុំនឹងពិចារណាពូកុំបារម្ភអីណាឮបែបនេះខ្ញុំធូរចិត្តបន្តិចហើយអញ្ចឹងខ្ញុំលាហើយណាបាទសូមចេញចុះពូផាន់ដើរចេញនីច័ន្ទក៏បាននិយាយបន្តថាលោកចៅវាយស្រុកគាត់នេះដូចជាប្រហិនសម្បំណាស់មិនមែនទេតែគាត់កំពុងបង្ហាញចម្លើយរឿងមួយហើយខ្ញុំដូចជាមិនយល់សោះលោកម្ចាស់មួយស្រុកមានជាងគេពេលខ្ញុំទិញទំនិញក្នុងតម្លៃខ្ពស់ក៏បញ្ចេញកន្ទុយប្រឆាំងហាមទិញមានន័យថាគាត់ជាមនុស្សដែលគួរឲ្យសង្ស័យជាងគេហើយដឹងទេមានន័យថាគាត់ជាអ្នកបាត់មិនឲ្យឈ្មួញក្រៅចូលនិងក៏ជួលគ្នាធ្វើជាឈ្មួញមកទិញរួចក៏តម្លើងឬទម្លាក់តម្លៃទំនិញដោយខ្លួនគាត់ទាំងអស់ពិតដែរទេលោកម្ចាស់នឹងហើយគឺបែបនឹងហើយក៏ដូចជាមានចំណុចផ្សេងទៀតផងដែរចៅវាយស្រុកថ្មីមិនទាន់អស់បេសកកម្មក្នុងពេលនេះទេយប់មួយនោះគាត់ក៏បាននិយាយជាមួយច័ន្ទថានៅក្នុងភូមិច័ន្ទដឹងថាពេលយប់ពិតជាមានចោរចិញ្ចូលតាមភូមិស្រុករហូតមែនទេខ្ញុំក៏មិនច្បាស់ដែរគ្រាន់តែដឹងថាពេលយប់គ្មាននរណាហ៊ានចាញ់ក្រៅទេតើកន្លងមកតែងតែបាត់ទ្រព្យរបស់ដែរទេបាទពិតណាស់ម្នាក់តែងតែបាត់គោបាត់ក្របីហើយក៏មានបាត់មាសប្រាក់ដែរតែកន្លងមកអត់មាននរណាមកប្តឹងទេបានត្រឹមតែដេកយំតែប៉ុណ្ណោះហេតុអីក៏មិនប្តឹងព្រោះចៅវាយស្រុកមុនដែលដោះស្រាយផងហ្នឹងឥឡូវច័ន្ទឯងមកតាមខ្ញុំមកតើទៅណាទៅលោកម្ចាស់គឺទៅរកអាចោរនោះថាជានរណាបានជាអាចលួចបានស្រួលយ៉ាងនេះចុះពុផាន់ដែលជាអ្នកមាននោះទៅរកចោរសិនទៅតោះឆាប់ឡើងបានចំជាល្ងងណាស់អ្នកភូមិនេះមិនដឹងអីសោះសម្បត្តិនឹងនីច័ន្ទបានឃើញនាងណយបានដើរកណ្ដាលភូមិម្នាក់ឯងហាក់ទំនងជាលួចដូច្នេះពួកគាត់ក៏បានដើរតាមពីក្រោយនាងតែម្ដងអ្នកភូមិទាំងអស់មិនហ៊ានចេញក្រៅតែនាងក៏ចេញមកក្រៅតែម្នាក់ឯងបើបែបនោះនាងគួរឲ្យសង្ស័យណាស់ទៅចាប់នាងយកទៅសួរចម្លើយនៅសាលាក្តីតែម្ដងទៅលោកម្ចាស់កុំតន់អីចាំមើលសិនមើលថាតើនាងមានបាក់ពួកឬក៏អន់
រឿងដែលគេល្បីថាមានចៅសាហាយនាពេលយប់ឡើងនេះធ្វើឲ្យនាងណយបានប្រមូលយករបស់មានតម្លៃរបស់អ្នកស្រុកយ៉ាងស្រួលហើយនាងក៏បានទៅដល់កន្លែងមួយផងដែរលោកបងខ្ញុំយកបានមាសច្រើនណាស់ណាមើលចោះយើងក៏យកបានកបីមួយក្បាលដែរតោះពួកយើងទៅលោកម្ចាស់មើលនោះពួកគេមុខជាចោលដល់ប្លន់អ្នកស្រុកនិងសម្លាប់អ្នកស្រុកមិនខានទេខ្ញុំទៅចាប់ពួកគេសិនអេអត់ទេឈប់សិនរឿងនេះគ្មានចោលមកលួចនិងសម្លាប់ទេនេះគឺជាការរៀបចំឡើងរបស់អ្នកណាម្នាក់តែប៉ុណ្ណោះមិនក៏លោកម្ចាស់និយាយបែបនេះមិនឃើញថាពួកគេជាចោលទេអីពួកគេកំពុងទៅលួចទ្រព្យសម្បត្តិរបស់អ្នកស្រុកហើយចាប់ចោលត្រូវចាប់មេខ្លោងពួកគេគ្រាន់តែជាកូនចៅគេប៉ុណ្ណោះកុំតន់ឲ្យពួកគេដឹងខ្លួនអីខ្ញុំថាលោកម្ចាស់ខ្លាចគេច្បាស់ណាស់អត់ទេខ្ញុំមិនជឿលោកទេខ្ញុំទៅចាប់ពួកគេសិននិយាយហើយនីច័ន្ទក៏បានដើរចូលទៅយ៉ាងលឿនច័ន្ទណែពួកចៅម្ដងនេះយើងមិនអោយពួកឯងរួចខ្លួនទេអូយលោកបងមានមនុស្សពួកយើងសម្លាប់គេចោលទៅឯងដូចជាលេងសើចនឹងជីវិតពេកហើយទេដឹងតើអ្នកណាឲ្យឯងចង់ដឹងរឿងយើងបែបនេះទុកឲ្យខ្ញុំអ្នកសម្លាប់វាចោះយើងមិនអោយពួកឯងរួចខ្លួនទេនាយផៃនិងនាងណយបានព្រួតដៃគ្នាវិញនីច័ន្ទជាច្រើនដងហើយនីច័ន្ទពិតជាមិនអាចឈ្នះពួកគេទេដូច្នេះលោកសម្បត្តិក៏បានស្រែកថាជួយផងមានចោលសម្លាប់មនុស្សលោកបងមានគេមកហើយរត់ភ្លាមទៅឆាប់ទៅអញយ៉ាងម៉េចទៅហើយខ្ញុំគ្មានបានការទេលោកម្ចាស់តែថាហេតុអីក៏លោកមិនចូលទៅចាប់ពួកវាជាមួយខ្ញុំអញ្ចឹងគ្មានប្រយោជន៍ទេធ្វើបែបហ្នឹងវាមិនបានផលទេយល់អត់ចាប់បៃតងផងដែរក៏បានឃើញហើយវាក៏បានយល់ពីបំណងរបស់សម្បត្តិដូចគ្នាដូច្នេះវាក៏បានហោះទៅតាមចៅទាំងពីរនាក់នោះរហូតដល់ផ្ទះពូច័ន្ទនៅផ្ទះពូច័ន្ទលោកម្ចាស់ខ្ញុំមកវិញហើយលោកម្ចាស់ខ្ញុំសុំទោសព្រោះម្ដងនេះមានគេតាមតន់ហើយផ្ដោះយើងខំរៀបចំឲ្យបានស្រួលទៅហើយមិនគួរណាពួកឯងមិនចេះសោយសុកសោះនេះណែអូយខ្ញុំខុសហើយលោកម្ចាស់និយាយមកតើពួកវាជានរណាមើលទៅវានោះដូចជាជំនួយការលោកចៅស្រុកថ្មីណាលោកម្ចាស់វាទៀតហើយមែនទេវាទៀតហើយតើបានន័យថាម៉េចទៅលោកម្ចាស់ចៅស្រុកថ្មីនេះមិនដូចជាអ្នកមុនទេមើលទៅវាដូចជាមិនចង់រស់ហើយតាមពិតអ្នកបង្កើតរឿងឲ្យអ្នកស្រុកភ័យខ្លាចគឺកាត់ចេញពីបរិះនេះសោះហេតុថាចង់មានទ្រព្យសុខចិត្តបង្កើតសាច់រឿងផ្ដេសផ្ដាសពិតជាអាក្រក់ផុតលេខហើយវានោះចង់ជួយអ្នកស្រុកមិនទុកមុខឲ្យអញបើបែបនោះពួកអញចាត់ការវាភ្លាមទៅតែលោកម្ចាស់ចោះរឿងដាក់បន្លំឈ្មួញមកទិញដំណាំនោះរឿងនេះទុកម្លែកសិនទៅសម្រាប់អាចចវាយស្រុកសិនទៅទើបគ្រប់យ៉ាងដំណើរការបានល្អមកវិញខ្ញុំដឹងហើយខ្ញុំនឹងទៅសម្រាប់វានៅក្នុងពេលនេះតែម្ដងឆាប់ទៅបានចាប់បៃតងវិញក្រោយដឹងអស់ការហើយនោះវាក៏បានហៅសម្ដៅទៅរកលោកចវាយស្រុកយ៉ាងលឿននិងបានពោលប្រាប់ទាំងអស់ថាលោកម្ចាស់ខ្ញុំបានដឹងថាអ្នកណាគឺជាអ្នកធ្វើបាបអ្នកស្រុកហើយពិតមែនណាតែជាអ្នកណាគេដែរចាប់តូចនេះលោកម្ចាស់កំពុងតែនិយាយជាមួយចាមមែនទេបានមែនហើយលោកម្ចាស់ពូផានបានធ្វើរឿងអាក្រក់ណាស់ហើយគាត់កំពុងតែបញ្ជូនគេឲ្យមកសម្លាប់លោកទៀតផងខ្ញុំជឿឯងបើជឿហើយលោកគួរតែរត់ទៅកុំនៅទីនេះអីអត់ទេចាប់តូចច័ន្ទពូផាន់គឺជាមេខ្លោងពិតហើយឯងត្រៀមហើយមែនទេបាទខ្ញុំត្រៀមរួចហើយខ្ញុំនឹងទៅប្រាប់កងសន្តិសុខទៅចាប់គាត់នៅពេលនេះអត់ទេឲ្យសន្តិសុខលាក់ខ្លួនឲ្យអស់ទុកតែខ្ញុំម្នាក់ឯងនៅទីនេះបានហើយតែពួកគេអាចខ្ញុំដឹងថាធ្វើបែបណាហើយមើលទៅគេក៏មកដែរច័ន្ទលាក់ខ្លួនហើយចាំកត់ត្រាឲ្យអស់សេចក្តីឮទេបាទលោកម្ចាស់ខ្ញុំនឹងមិនឲ្យលោកខកបំណងទេហើយបើមានរឿងអីខ្ញុំនឹងចេញមកភ្លាមប៉ិតជាដូចអ្វីដែលសម្បត្តិនិយាយមែនមើលចោះនីផែនិងនាងណយកាន់ដៃមកដល់ល្មមអាចចវាយស្រុកក្មេងអញបកលក្បាលមកវើយតើពួកអ្នកពិតជាក្លាហានយ៉ាងនេះមែនទេពួកអ្នកមិនខ្លាចច្បាប់កាត់ទោសទេឬក៏យ៉ាងម៉េច
គ្មានអ្នកណាហ៊ានធ្វើអីពួកយើងទេព្រោះពួកយើងមានទ្រព្យច្រើនពួកយើងចង់ធ្វើអីក៏បានដែរតើពួកអញបានមាសប្រាក់មកពីណាហើយអ្នកណាជាអ្នកការពារពួកអញនៅពីក្រោយខ្នងនោះគឺពូផាននោះអីកន្លងមកលោកម្ចាស់ខ្ញុំចង់រាប់អាននឹងលោកណាតែលោកដូចជាមិនយល់ការសោះមានន័យថាលោកម្ចាស់ពួកឯងចង់សោកប៉ាន់ទិញក្បាលខ្ញុំដើម្បីសាងរឿងមិនល្អនៅក្នុងស្រុកតាមតែចិត្តមែនទេមែនហើយតែឯងនេះល្ងងណាស់មាសប្រាក់លើគោកហោះមកទៅហើយតែបែរជាមិនចេះចាយសោះគួរឲ្យអស់សំណើចណាស់តែក្រៅពីកេងប្រវាញ់និងបន្លាចអ្នកស្រុករួចដើរប្រមូលទ្រព្យនិងជិះជាន់តើមានអ្វីទៀតទេមានគឺសម្រាប់អ្នកណាហ៊ានមកប្រឆាំងនោះអីនិយាយរួមទៅលោកម្ចាស់យើងក៏ដូចជាម្ចាស់ទឹកម្ចាស់ដីនៅស្រុកសុកសាននេះអញ្ចឹងយ៉ាងម៉េចឯងអស់សំណួរហើយមែនទេអស់ហើយបើអស់ហើយនោះងាប់ទៅនេះច័ន្ទបានកត់ត្រាទាំងអស់ហើយគាត់ក៏បានចេញមកពីកន្លែងលាក់ខ្លួនវិញនិងបាននិយាយថាតែពួកអញមិនអាចធ្វើអីលោកម្ចាស់យើងបានទេព្រោះពេលនេះកងសន្តិសុខមកពាត់ជាប់អស់ហើយអើយថាម៉េចមានន័យថានេះជាអន្ទាក់ទេមែនទេមែនហើយតើពួកអញមិនឆ្ងល់ថាចូលមកបានដោយស្រួលទេមែនទេគួរឲ្យក្តៅក៏ហើយណាស់ឯងងាប់ទៅមិនដូចអ្វីដែលនាងណយនិងនាយផែគិតនោះទេទីបំផុតពួកគេក៏បានចាប់ខ្លួនដាក់គុកទាំងអស់តែម្ដងឥឡូវនេះចាប់កូនចៅបានហើយតែយើងនឹងធ្វើបែបណាទៀតទៅលោកម្ចាស់ទៅផ្ទះពូផាន់ចាប់ខ្លួនគាត់យកមកដាក់ទោសភ្លាមម្ដងនេះពូផានមិនអាចគេចផុតទេព្រោះសម្បត្តិមានផោះតាំងអស់ទៅហើយលោកគិតថាយើងជាមនុស្សធម្មតាឲ្យលោកចាប់បានដោយស្រួលមែនទេបាត់មាត់ទៅយើងមកនេះមិនមែនមកប្រគល់ខ្លួនទេតែមកសម្លាប់ឯងនោះអីងាប់ទៅពូផានក៏មានអាគមមើលចេញគាត់បានប្រើអាគមចេញចាប់ខ្លួនឲ្យខាងគាត់ងាប់ទៅអាចចវាយស្រុកក្បាលរឹងអត់ទេកុំអីចាំបីដល់ពេលចិត្តកាប់ជួយលោកចវាយស្រុកវាក៏បានហៅទៅការពារបណ្ដាលឲ្យវាត្រូវអាគមស្លាប់បាត់ក្នុងគ្រានោះទៅអាបិសាចណែអូយចុកណាចាប់តូចដឹងខ្លួនឡើងឆាប់ដឹងខ្លួនឡើងវិញមកសូមចូលរួមសោកស្ដាយចំពោះកូនចាស់ផងណាលោកម្ចាស់ហើយមានរឿងមួយទៀតខ្ញុំឃើញតែភូមិនេះមានលោកម្ចាស់នឹងគ្មានរឿងអាក្រក់ទៀតទេដូច្នេះក៏ដល់ពេលទទួលទោសដែរនេះច័ន្ទព្រមទទួលទោសពីមុនចៅវាយស្រុកក៏មិនអាចការពារដែរព្រោះទោសនោះនៅតែជាទោសដូច្នេះច័ន្ទក៏ត្រូវជាប់គុកចោះចាប់វិញនោះកូនចាស់ខ្ញុំមិនដាច់ចិត្តពីអញសោះដោយមានក្តីអាណិតដ៏ស្មោះត្រង់ពីលោកចៅវាយស្រុកចាប់បៃតងក៏បានក្លាយជាមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ទៀតផងព្រះអើយខ្ញុំមានរូបរាងជាមនុស្សហើយខ្ញុំសប្បាយចិត្តណាស់លោកម្ចាស់សូមអរគុណចំពោះទឹកភ្នែកដ៏ស្មោះត្រង់របស់លោកណាស់តើមានន័យថាម៉េចទៅគឺបណ្ដាសាតែបំផុតបណ្ដាសាចាប់ហើយណាលោកម្ចាស់ប្រសើរណាស់ចាប់តាំងពីពេលនោះមកស្រុកសុកសានក៏បានសុកសានប៉ិតដូចជាឈ្មោះព្រមមានចៅវាយស្រុកក្មេងល្អពូកែនិងរវីរវៃហើយគាត់ក៏បានរៀបការនឹងនាងបៃតងសាងគ្រួសារសុកសានផងដែរ